នៅពីក្រោយម្ហូបឆ្ងាញ់បង្កប់នៅវប្បធម៌និងជីវិតមនុស្សអាហារក្នុងខេត្តយូណានគឺរសជាតិចម្រុះលើចុងអណ្ដានស្រុកកំណើតនៃផ្សែងចម្អិនរបស់ជនជាតិទាំង26គ្រឿងផ្សំធម្មជាតិទំនៀមទម្លាប់អាហារក្នុងខេត្តយូណានរាល់ព្រឹកលោកលូសៀវត្រូវទៅភូមិដែលមានចម្ងាយ5គីឡូម៉ែត្រទៅទទួលគ្រូប៉ុន្មានអ្នកនេះកម្មករខ្ញុំគឺទៀងទាត់ណាស់សុទ្ធតែគ្រូជាងចាស់ដែលធ្វើការក្នុងភូមិយើងជាច្រើនឆ្នាំមកហើយលូសៀវបើកហាងតាហ៊ូមួយគាត់នឹងគ្រូជាងចាស់ទាំងនេះសុទ្ធសឹងតែមកពីស្រុកដែលល្បីខាងតាហ៊ូលឿងយ៉ាងនេះគឺចាស់បុរាណបានធ្វើរួចមកហើយរៀនតពីមួយចំនួនទៅមួយចំនួនភូមិថាងស្ថិតនៅចំណុចប្រសពរវាងខេត្តយូណាននិងគួងជូវទីនេះបង្កើតបានម្ហូបឆ្ងាញ់មួយដែលមានដំណើរការស្មុគស្មាញគឺតាហ៊ូលឿងទឹកសណ្តែកឲ្យថ្លារងាស់ទឹកសណ្តែកឲ្យពុះដល់ពេលសំខាន់នៃការដាក់ទឹកត្រូវប្រគល់ឲ្យម្ដាយតាហ៊ូនៅថាងមិនប្រើកំបោរទេប៉ុន្តែប្រើទឹកសណ្តែកជូរដែលបានផ្អាប់ទុកមួយថ្ងៃមុនតាហ៊ូដែលដាក់កំបោរមានភាពទន់ជាងតាហ៊ូដែលដាក់ទឹកសណ្តែកជូរមានក្លិនឈ្ងុយជាងរឹងហើយឈ្ងុយកន្លះម៉ោងក្រោយមកទឹកសណ្តែកកកទៅជាតាហ៊ូទន់ល្មើយនិងឈ្ងុយឆ្ងាញ់ចង់ឲ្យតាហ៊ូមានរសជាតិជូរឆ្ងាញ់និងទន់កន្លឹះរបស់លូសៀវគឺខ្ចប់តាហ៊ូដោយដៃខ្ចប់តាមពុំនេះញ៉ាំទៅមិនទន់ខ្ចប់ដោយដៃទេខ្ចប់តាហ៊ូទន់ទាន់នៅក្តៅឲ្យជាការ៉េ10សង់ទីម៉ែត្រដំបូងយើងខ្ចប់ហើយដាក់វានៅម្ខាងវានឹងរុញបន្តិចស្រាយចេញហើយចុះវាម្ដងទៀតសាច់ខាងក្នុងកាន់តែស្វិតសង្កត់ម្ដងហើយម្ដងទៀតច្របាច់ទឹកចេញដាក់អំបិលហើយទុកមួយឡែកពេលរសៀលតាហ៊ូលឿងចាប់ផ្ដើមដាក់ឲ្យមានពណ៌ប្រជាជនថាងប្រើរមៀតពណ៌ជាធម្មជាតិដាំពុះជាមួយភ្លើងខ្លាំងរយៈពេល5នាទីបន្ទាប់មកយកចេញបញ្ចប់ដំណាក់កាលដំបូងរបស់តាហ៊ូលឿងសំបកក្រៅពណ៌លឿងស្រាលខាងក្នុងទន់ទុកឲ្យត្រជាក់កន្លះម៉ោងព្រមតាហ៊ូលឿងលើកខ្សែព្យួរវាតាហ៊ូព្យួរលក់គឺព្យួរជាខ្សែខ្វែងគ្នាបើគ្មានខ្សែខ្វែងគ្នានេះទេគឺមិនមែនជាតាហ៊ូលឿងរបស់ថាងទេខ្យល់នីតិខេតរដូវបក់ផាត់កាត់ព្រៃប្រសពសំណាមផ្ទៃក្រៅតាហ៊ូលឿងត្រូវខ្យល់បក់យកទៅយ៉ាងលឿនបន្ទាប់ពីស្ងោរ3ដងនិងព្យួរ3ដងទើបជាទម្រង់ចុងក្រោយដែលប្រជាជនថាងចង់បានរឹងនិងទន់មានស្នាមដូចស្នែងគោអាចរក្សាទុកបានយូរដោយមិនខូចតាហ៊ូពណ៌មាសនេះពឹងលើភាពលេចធ្លោវាបានឈានទៅកាន់ទីឆ្ងាយបានក្លាយជាម្ហូបដែលសមបំផុតនៅលើតុអាហាររវល់ពេញមួយថ្ងៃម្ដាយរបស់លូសៀធ្វើវិធីជប់លៀងតាហ៊ូតាមផ្ទះសម្រាប់មនុស្សគ្រប់គ្នាចំពោះប្រជាជនថាងការអាំងខ្ជូមទើបជាវិធីសាស្ត្រដែលត្រឹមត្រូវបំផុតក្នុងការញ៉ាំតាហ៊ូលឿងចែកតាហ៊ូជា2អាំងលើខ្ជូមដែលផ្ទាល់ក្រៀមឈ្ងុយថែមជាមួយសាច់ហាមកាន់តែបន្ថែមរសជាតិប្រៃនិងស្រស់អាំងជាមួយនឹងភ្លើងធ្យូង
ខ្លាញ់សាច់ហែមមានក្លិនឈ្ងុយគ្រប់ទិសទីជាដៃគូដ៏ល្អបំផុតរបស់តៅហ៊ូលឿងតៅហ៊ូលឿងផ្អាប់ទុកមួយសប្តាហ៍ចិត្តជាបន្ទះប្រើប្រេងក្តៅឆាឲ្យមានពណ៌មាសខាងក្រៅក្រៀមខាងក្នុងទន់និងមានក្លិនឈ្ងុយបន្ថែមជាមួយនឹងម្សៅម្ទេសវាជាការច្នៃពិសេសរបស់ប្រជាជនខាងស្ពៃខៀវពីចំការខ្លួនឯងចំអិនជាមួយនឹងទឹកសណ្តែកស្រស់ស្ពៃនិងតាហ៊ូដែលមើលទៅធម្មតាប៉ុន្តែរសជាតិផ្អែមនិងស្រស់តាហ៊ូដែលមានរសជាតិផ្អែមនិងសាមញ្ញនៅក្នុងដៃប្រជាជនខាងក្លាយទៅជាម្ហូបដែលមានរសជាតិប្លែកៗគ្នាតាហ៊ូមិនត្រឹមតែជាប្រភពចំណូលសំខាន់របស់ពួកគេទេក៏ជាអាហារ3ពេលក្នុងមួយថ្ងៃដែរខែមេសាភូមិផានជឺកានៅក្រុងសៀនវីការផៃថងដែលកំពុងរីកបានរំលឹកដល់មនុស្សថាអាហារឆ្ងាញ់នីតិខែរដូវត្រូវចុះពីលើភ្នំហើយឆៃខើឆាងបានឡើងភ្នំតាំងពីព្រលឹមថ្ងៃនេះមានភ្ញៀវមកពីទីក្រុងគាត់ទៅប្រើបន្លែព្រៃដែលប្រមូលថ្មីចំអិនម្ហូបកសិករពិតប្រាកដនៃក្រុងសៀនវីឈឿនណាំប៉ៅដែលត្រូវបានគេហៅថាបន្លែដើមឈើគឺជាចុងដើមឈើដែលមានបន្លារូបរាងវាប្រហែលទៅនឹងពន្លឺផ្កាដែលជិតរីកមានផ្ទុកវីតាមីនច្រើនប្រភេទនិងសារធាតុប៉ូតានីនដែលមានយ៉ិនសិនផងដែរជាបន្លែព្រៃដែលអាចប្រើជាអាហារនិងថ្នាំស្មៅអ៊ីស៊ីងឬហៅម្យ៉ាងទៀតថាជើអឺកិនដោយសារវាមានផ្ទុកសារធាតុ Protein, Floradeid ជាដើមនិងមានសមាធាតុប្រេងរំហួនមានផលប៉ះពាល់ប្រឆាំងមេរោគនិងកាត់បន្ថយការរលាកនេះគឺជាបន្លែវល្លិមានរសជាតិឆ្ងាញ់ជាមួយនឹងតាហ៊ូផ្កាចំអិនក៏ឆ្ងាញ់ដែរវាលូតលាស់នៅជ្រលងភ្នំស្រួលខ្លួនណាស់នៅទីនេះមានច្រើនណាស់នៅពេលចុះពីភ្នំដាក់បន្លែព្រៃស្រស់ៗក្នុងទឹកភ្នំអណ្ដាតចុះឡើងលាងដីចេញភូមិឋានជើងការព័ទ្ធជុំវិញដោយភ្នំខ្ពស់ជ្រៅភ្នំធម្មជាតិចំនួន13បានបែងខ្ញែកគ្នារត់ទៅតាមបណ្ដោយជ្រលងភ្នំភូមិមានលក្ខណៈភូមិសាស្ត្រនៅជាប់ស្ពានប៉ៃផាងជាងដែលជាស្ពានខ្ពស់បំផុតក្នុងពិភពលោកនៅតំបន់ទេសចរធម្មជាតិនៃជ្រលងជ្រោះនៃទន្លេនីជូដោយភូមិសៀនវាភាគច្រើនគ្រប់គ្រួសារក្នុងភូមិផានជឺកានមានប្រពៃណីក្នុងការផ្អាប់សាច់ក្រកចាប់ពីរដូវរងារហូតដល់ត្រជាក់ខ្លាំងជាងរាល់ឆ្នាំគឺជាពេលល្អបំផុតក្នុងការផ្អាប់សាច់ក្រកការបញ្ច្រាសសីតុណ្ហភាពភ្នំគឺស័ក្តិសមក្នុងការផ្អាប់សាច់ផ្ទះដែលមានរចនាសម្ព័ន្ធឈើធានាមានខ្យល់ចេញចូលនិងជៀសវាងកម្ដៅថ្ងៃដំណើរការផ្អាប់ដោយធម្មជាតិនេះខ្លីបំផុត1ឆ្នាំយូរគឺច្រើនឆ្នាំមានមិត្តមកពីចម្ងាយសាច់ភ្លៅហែមគឺជាម្ហូបសំខាន់នៅក្នុងពិធីជប់លៀងយកសាច់ភ្លៅហែមដែលបានផ្អាប់ជាង1ឆ្នាំកាត់ជាដុំធំៗដុតដោយភ្លើងខ្លាំងយកសំបកកខ្វក់ចេញចំពោះសាច់ភ្លៅហែមប្រជាជនសៀនវីមានទម្លាប់របស់ខ្លួនតែចំអិនផ្នែកផ្សេងៗយ៉ាងដូចម្ដេចប្រើកាំបិតយ៉ាងដូចម្ដេចសុទ្ធតែមានក្បួនពិសេសមកុដគឺជាផ្នែកដ៏ប្រណិតបំផុតរបស់សាច់ភ្លៅហែមមានសរសៃមានសាច់សមសម្រាប់រំងាស់ក្នុងឆ្នាំងដីផ្នែកកណ្ដាលឆ្អឹងនិងសាច់បែងចែកគ្នាមានរសជាតិឆ្ងាញ់ជាធម្មជាតិជាបន្ទះស្ដើងឬជាដុំតូចៗសម្រាប់ឆាដាក់បន្ទះក្រៀមកន្លះចានឆាជាមួយនឹងប្រេងឲ្យឈ្ងុយនៅពេលអណ្ដាតភ្លើងឡើងខ្ពស់ដាក់បន្ទះសាច់ហែមឆាភ្លាមចាំដល់បន្ទះសាច់ហែមរមួលបន្តិចពណ៌ប្ដូរទៅជាក្រហមដុតគឺជាពេលល្អបំផុតសម្រាប់ការបិទភ្លើង
នៅក្នុងភូមិផែជើងកានមនុស្សស្ទើរតែគ្រប់គ្នាជាចុងភៅជំនាញការផានថងលាយជាមួយនឹងល្បាយសុទ្ធរងចាំឲ្យប្រេងក្តៅល្មមដាក់ចូលខ្ទះបំពងដល់ពណ៌លឿងស្រាលវាយសុទ្ធមាន់ហើយដាក់ស៊ុបបន្លែវល្លិទន់ស្រស់ឈ្ងុយជឿអិនកិនព្រៃចាក់សៀងផ្អាប់ចូលគួរឲ្យចង់ញ៉ាំម្ហូបផ្សេងៗធ្វើរួចម្ហូបសំខាន់ដល់ពេលត្រូវយកចេញពីឆ្នាំងដែររំងាស់យឺតលើភ្លើងតិចៗរយៈពេល4ម៉ោងសាច់ភ្លៅហែមខ្លាយជាទន់យកចេញទាន់នៅក្តៅចិត្តជាដុំធំដាក់ចូលមាត់ទន់ហើយស្វិតហើយបន្លែព្រៃដែលមានរសជាតិផ្អែមឬល្វីងតិចៗទប់នឹងជាតិខ្លាញ់ពីសាច់នេះជារបៀបនៃការបរិភោគនៅជនបទនៃខេត្តយូណាន